បរិមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដោយសារតែចាក់សោផ្ទះបង្ខាំងប្រពន្ធនិងកូនស្រី2នាក់នៅក្នុងផ្ទះបរិមម្នាក់មិនដឹងថាមានបញ្ហាអ្វីបានប្រើអំពើហិង្សានៅក្នុងគ្រួសារចាក់សោផ្ទះបង្ខាំងប្រពន្ធនិងកូនស្រីចំនួន2នាក់នៅក្នុងផ្ទះកាលពីរសៀលថ្ងៃទី14ខែមិថុនាឆ្នាំ2026នៅក្នុងភូមិស្រែរាជឃុំសុងឃុំសំឡូតខេត្តបាត់ដំបងមិនបង្អង់យូរកម្លាំងសមត្ថកិច្ចស្រុកសំឡូតបានចុះទៅធ្វើការឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីឪពុកម្ដាយបង្កើតរបស់ជនកំណាចទៅប្តឹងសមត្ថកិច្ចឲ្យទៅជួយអន្តរាគមន៍ជនសង្ស័យជាប្តីមានឈ្មោះកែបច័ន្ទថនភេទប្រុសអាយុ33ឆ្នាំដែលមានមុខរបរជាកសិកររស់នៅផ្ទះកាត់ហេតុចំណែកឯដើមបណ្ដឹងដែលត្រូវជាឪពុកម្ដាយបង្កើតមានឈ្មោះសាទវឿនអាយុ65ឆ្នាំដែលមានមុខរបរកសិកររស់នៅក្នុងភូមិកាត់ហេតុសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យប្រើអំពើហិង្សានៅក្នុងគ្រួសារហើយក៏បានចាក់សោផ្ទះបង្ខាំងប្រពន្ធនិងកូនស្រីចំនួន2នាក់មិនឲ្យចេញក្រៅដោយខ្លាចមានបញ្ហាកើតធ្ងន់ធ្ងរដោយឪពុកម្ដាយរបស់ឈ្មោះសាទវឿនក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យទៅជួយអន្តរាគមន៍រំដោះកូនប្រសានិងចៅស្រីចំនួន2នាក់ដែលចេញពីក្នុងផ្ទះករណីនេះក្រោយពីទទួលបានបណ្ដឹងពីក្រុមគ្រួសារកម្លាំងគណៈបញ្ជាការឯកភាពស្រុកសំឡូតកម្លាំងអន្តរាគមន៍វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ310សហការជាមួយនឹងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំឡូតប៉ុស្តិ៍នគរបាលរដ្ឋបាលសុងនិងចូលរួមដឹកនាំដោយលោកអភិបាលរងស្រុករួមជាមួយនឹងអាជ្ញាធរឃុំភូមិបានចុះទៅជួយអន្តរាគមន៍សង្គ្រោះនាំយកប្រពន្ធនិងកូនចេញពីក្នុងផ្ទះដោយសុវត្ថិភាពចំណែកឯជនបង្កក៏ត្រូវបានឃាត់ខ្លួនប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតដើម្បីសាកសួរនិងអនុវត្តបន្តតាមនីតិវិធី Nick Chabrali ពី Big U